ពោចម្រើនពលនិយមទាំងអស់គ្នាពោក្នុងលាពេលព្រឹកថ្ងៃប្រហោះ7កើតខែថ្ងៃប្រហោះ7កើតខែស្រាបឆ្នាំនេះអត្តស័កពុទ្ធសករាជ2570ពោទៅថ្ងៃប្រហោះទី20ខែសីហាឆ្នាំ2026ពោបាននិមន្តបណ្ឌបាតដោយសពដងពោក្រុងពីរាណសីទាំងដីពោធិសត្វក្នុងសង្សារវ័នបំពេញបារមីព្រះបាទព្រហ្មទត្តគ្រងដែនកាសីព្រះពោធិសត្វថ្លៃវងជាតាបោះអែងសែងបាងតនាព្រៃមង្គទាយីឋានព្រះភង្គវីគ្រប់អង្គទាំងអង្គសំដែងធម្មចាប្រពុងតាបងរិយមង្គកំពុងខ្ពងអង្គធម្មទេសនាអាសាទបនមីថ្ងៃកំណើតធោទេងស្នាបវអចមីយត្រាជាថ្ងៃកំណើតព្រះធម៌ទេងស្នាបរិស័ទជ្រាំងផ្លាបែបការចេតដីអាសាទបនមីកំណើតសង្ឃសារណៈពេញអង្គសង្គមរូបបីឋានត្រៃរតនាក្នុងដែនកាសីអាសាទបនមីអាសលហង្បូជាចែកដីព្រះយោព្រួងសសយោបានស្ដាំធរតលំដាប់គ្នាហេហេងភិងខោដោយព្រះភង្គវីព្រះយោបានជាសងព្រះអរហន្ត54អង្គសំឡាញ់ព្រះយោមកបួងទាំងអង្គព្រៃមង្គទាយវ័នឋានត្រៃរតនាឋានព្រះភង្គវ័នត្រាងប្រាប់អង្គរហន្តចេញផ្សាយសាសនាសូមថ្វាយបង្គំឋានត្រៃរតនៈដោយចិនស្មងស្មងនឹងព្រះសាស្តានឹងព្រះអង្គរហន្តនិធរទេងស្នាខ្ញុំសូមប្រាថ្នាអត់តាមលោកីសូមអនុមោទនាពោចម្រើនពលនិយមទាំងអស់គ្នាពោក្នុងលាពេលព្រឹកថ្ងៃពុទ្ធ7កើតខែស្រាប់ឆ្នាំមីអត្តស័កពុទ្ធសករាជ2570ទៅថ្ងៃប្រហោះពោថ្ងៃប្រហោះទី20ខែសីហាឆ្នាំ2026ពោសូមអនុមោទនាទេសភាពតាមដងផ្លូវទៅបណ្ឌបាតពោ